ថ្ងៃនេះខ្ញុំមានសាច់រឿងមួយទៀតដែលមានចំណងជើងថាខ្មោចព្រះសង្ឃវ័យចំណាស់ឈរនៅកំពង់ដទឹកនៅមុខវត្តរឿងនេះមានដូចតទៅនៅក្នុងស្រុកតូចមួយជាប់មាត់ទន្លេមានវត្តបុរាណមួយឈ្មោះវត្តព្រែកស្រមោលវត្តនោះសាងសង់តាំងពីបុរាណហើយនៅពេលថ្ងៃវាមើលទៅស្ងប់ស្ងាត់ធម្មតាប៉ុន្តែពេលយប់វិញគ្មាននរណាម្នាក់ហ៊ានដើរឆ្លងកាត់ឡើយអ្នកភូមិជាច្រើននិយាយថារៀងរាល់ម៉ោង12យប់នៅកំពង់ចម្លងខាងមុខវត្តនឹងមានព្រះសង្ឃចាស់មួយអង្គលេចឡើងមុខរបស់គាត់ស្គមស្គាំងភ្នែកក្រហមភ្លឺដូចភ្លើងហើយជើងរបស់គាត់មិនដែលប៉ះដីឡើយគាត់តែងឈរបក់ដៃហើយដំណើរឲ្យចូលទៅជិតមនុស្សខ្លះពេលបានឃើញគេចោលទូករត់ទាំងយប់ប៉ុន្តែមនុស្សខ្លះទៀតបន្ទាប់ពីបានឃើញគាត់ក៏បាត់ខ្លួនដោយគ្មានដានយប់មួយមានក្មេងប្រុសម្នាក់ឈ្មោះវណ្ណាដែលជាអ្នកចូលចិត្តស្វែងរករឿងអាត់កំបាំងគាត់មិនជឿលើខ្មោចឡើយពេលស្ដាប់អ្នកភូមិនិយាយពីខ្មោចព្រះសង្ឃគាត់បានសើចហើយនិយាយថាគ្មានខ្មោចឯណាទេមានតែមនុស្សខ្លាចគ្នាឯងនោះឯងប៉ុន្តែយាយចាស់ម្នាក់នៅចុងភូមិបានប្រាប់គាត់ថាកុំទៅកំពង់ចម្លងនោះពេលយប់អ្នកដែលឃើញភ្នែកក្រហមរបស់គាត់មិនដែលមានសេចក្តីសុខមកវិញឡើយពាក្យនោះធ្វើឲ្យវណ្ណាកាន់តែចង់ដឹងការពិតនៅយប់ខែពេញបរមីមួយគាត់បានយកភ្លើងពិលហើយជិះទូកតូចម្នាក់ឯងទៅកាន់វត្តព្រែកស្រមោលខ្យល់ត្រជាក់បក់តាមទន្លេសំឡេងទឹកបោកច្រាំងឮស្ទរគួរឲ្យខ្លាចពេលគាត់ទៅដល់កំពង់ចម្លងមេឃក៏ចាប់ផ្ដើមងងឹតហើយអាប់សក្រាស់ក្រាស់ក៏ឡើងពេញផ្ទៃទឹកភ្លាមនោះមានសំឡេងក្រឹតក្រឹតដូចឮសំឡេងឈើចាស់កំពុងតែកំរើកបាក់អញ្ចឹងវណ្ណាបានបាញ់ភ្លើងពិលទៅខាងមុខនៅចុងកំពង់ចម្លងមានរូបមនុស្សម្នាក់ឈរស្ងៀមស្ងៀមជាព្រះសង្ឃចាស់អាវស្បង់រហែករូបរាងស្គមដូចជាសាកសពភ្នែកក្រហមភ្លឺច្រាំងនៅក្នុងភាពងងឹតហើយអ្វីដែលធ្វើឲ្យវណ្ណារន្ធត់បំផុតគឺជើងរបស់ព្រះសង្ឃនោះកំពុងតែផុតពីដីនៅក្បែរគាត់មានឆ្មាខ្មៅមួយក្បាលអង្គុយសម្លឹងមកវណ្ណាដោយភ្នែកភ្លឺពណ៌លឿងព្រះសង្ឃចាស់លើកដៃយឺតបក់ឲ្យវណ្ណាមកទីនេះមកសំឡេងនោះស្រាលប៉ុន្តែដូចចេញពីក្នុងទឹកជ្រៅវណ្ណាចាប់ផ្ដើមភ័យប៉ុន្តែគាត់នៅតែដើរទៅមុខរាល់ជំហានដែលគាត់ដើរសេះទុនហភាពកាន់តែត្រជាក់ខ្យល់ក៏ចាប់ផ្ដើមបក់ខ្លាំងហើយសំឡេងសូត្រមន្តចម្លែកក៏លាន់ឮជុំវិញវត្តពេលគាត់ទៅជិតទៅដល់ព្រះសង្ឃចាស់នោះបានងើបមុខឡើងយឺតមុខរបស់គាត់ពុកពេញទៅដោយស្នាមរលួយហើយមាត់ខ្មៅដោយសាកសពលងទឹកភ្លាមនោះឆ្មាខ្មៅក៏ស្រែកខ្លាំងមួយរំពេចសំឡេងវណ្ណាក៏បានស្រែកឡើងអាប់ជំវិញក៏រលេចេញបង្ហាញឲ្យឃើញសាកសពជាច្រើននៅក្រោមទឹកក្បែរកំពង់ចម្លងវណ្ណាភ័យរហូតដួលទៅនឹងលើដីព្រះសង្ឃចាស់ចាប់ដើមអណ្ដែតមកចិត្តគាត់យឺតអ្នកណាដែលឃើញខ្ញុំត្រូវនៅទីនេះជាមួយខ្ញុំវណ្ណាស្រែកហើយរត់ទៅកាន់ទូករបស់គាត់ប៉ុន្តែទូកនោះបាត់ទៅហើយនៅជុំវិញគាត់មានតែទឹកខ្មៅអាប់និងសំឡេងសើចស្រាលគាត់រត់ចូលក្នុងវត្តដើម្បីរកកន្លែងលាក់ខាងក្នុងព្រះវិហារមានធូលីក្រាស់និងរូបព្រះបាក់បែកចាស់នៅលើជញ្ជាំងមានរូបគំនូរបុរាណមួយបង្ហាញពីព្រះសង្ឃមួយអង្គដែលត្រូវអ្នកភូមិសម្លាប់ដោយចោទថាគាត់ប្រើមន្តអាគមខ្មៅគាត់ត្រូវគេចងទម្លាក់ចូលទន្លេនៅកំពង់ចម្លងមុខវត្តវណ្ណាចាប់ផ្ដើមយល់ថាខ្មោចព្រះសង្ឃនោះកំពុងតែសងសឹកភ្លាមសំឡេងជើងដើរយឺតក៏លាន់ពីក្រោយក្រឹតវណ្ណាងាកក្រោយយឺតព្រះសង្ឃចាស់កំពុងឈរនៅពីក្រោយគាត់ភ្នែកក្រហមរបស់គាត់ភ្លឺកាន់តែខ្លាំងហើយឆ្មាខ្មៅក៏នៅក្បែរជើងគាត់វណ្ណាបិទភ្នែកហើយសូត្រព្រះធម៌ដែលគាត់ចាំបានតិចតួចសំឡេងខ្យល់ចាប់ផ្ដើមស្ងប់ពេលគាត់បើកភ្នែកឡើងវិញព្រះសង្ឃចាស់និងឆ្មាខ្មៅបានបាត់ទៅហើយ នៅសល់តែអាប់សនិងសំឡេងទឹកបោកច្រាំងស្រាលប៉ុណ្ណោះ
ចាប់តាំងពីយប់នោះមកវណ្ណាមិនដែលហ៊ាននៅក្បែរវត្តព្រែកស្រមោលទៀតឡើយប៉ុន្តែអ្នកពូនៅតែនិយាយថារាល់យប់ខែពេញបរមីគេនៅតែឃើញព្រះសង្ឃចាស់ភ្នែកក្រហមឈួរបក់ដៃនៅកំពង់ចម្លងដដែលហើយឆ្មាខ្មៅនោះក៏នៅតែអង្គុយសម្លឹងមើលអ្នកដំណើរទាំងអស់ក្នុងភាពងងឹត